បងប្អូននេះខ្ញុំទាំងអស់មិនថាប្រុសមិនថាស្រីទេឲ្យតែពេលដែលអង្គុយងូតទឹកនៅមុខផ្ទះនៅពេលថ្ងៃបើពេលយប់អត់ជាបញ្ហាទេតែបើថាអង្គុយងូតទឹកពេលថ្ងៃហើយគឺត្រូវតែមានការប្រយ័ត្នឲ្យបានខ្ពស់បើមិនអញ្ចឹងទេអាចនឹងធ្លាក់ទឹកជាថាហេតុជាស្ដែងដូចកញ្ញាពីរអ្នកបងប្អូនគេនេះគេនាំគ្នាមកអង្គុយងូតទឹកនៅមុខផ្ទះតាមពិតរាល់ដងពេលដែលងូតទឹកពេលថ្ងៃបែបនេះគឺនាំគ្នាទៅងូតទឹកនៅក្នុងបន្ទប់ទឹកទេប៉ុន្តែចៃដន្យអីបន្ទប់ទឹកពេលហ្នឹងរវល់អញ្ចឹងទៅគេក៏នាំគ្នានឹងមកងូតទឹកកក់សក់នៅមុខផ្ទះសិនហើយចាំទៅជារះខ្លួននៅក្នុងបន្ទប់ទឹកតាមក្រោយហើយពេលដែលកំពុងតែចាក់ទឹកហ្នឹងអាបងគេហ្នឹងគេបបួលកពៅហ្នឹងចោលហែលទឹកលេងតែនេះខ្ញុំថាមិនបាច់ហែលទេទឹករាក់ខ្លាំងណាស់ហែលនឹងបែកភក់ពេញហ្នឹងឯងតែមានណាចុងក្រោយបែកភក់តតបានហើយត្រង់កន្លែងនេះនេះខ្ញុំដឹងតែបងប្រុសនេះខ្ញុំនឹងដើរមកពីក្រោយឯងប៉ុន្តែនេះខ្ញុំធ្វើអត់ដឹងធ្វើអត់ឃើញព្រោះយើងចូលដៃចូលជើងជាមួយគេដែរអញ្ចឹងខ្ញុំរងចាំអាការនេះយូរហើយបែកទឹកភក់មានអារម្មណ៍មិនដែរបែកផុកច្រើនពួកគាត់ពេលដែលកំពុងតែអង្គុយងូតទឹកស្រាប់អញ្ចឹងអត់សូវសប្បាយបានទេបើសិនជាចង់សប្បាយខ្លាំងពេលដែលអង្គុយធ្វើអីភ្លេចខ្លួននិយាយពីថាអារម្មណ៍អ្នកដែលត្រូវគេច្រើនទម្លាក់ទឹកហ្នឹងឡើងភើតពោះអស់ហើយនេះខ្ញុំដឹងហ្នឹងដោយសារតែនេះខ្ញុំហ្នឹងក៏ធ្លាប់ត្រូវគេច្រើនទម្លាក់ទឹកដែរហើយបើនិយាយពីរឿងម៉ាក់នេះខ្ញុំវិញពេលហ្នឹងគាត់ឡើងផ្អើលគាត់ស្ទុះទៅហ្មងដោយសារតែពេលហ្នឹងគាត់កំពុងតែធ្វើម្ហូបគ្រាន់តែកូនគាត់នឹងធ្លាក់ទឹកប្រងភ្លាមក៏ស្ទុះចោលម្ហូបគាត់ថាណាគេកើតអីសំខាន់ណាស់អ្នកធ្លាក់ទឹកហ្នឹងឡើងលើផ្ទះវិញអត់រួចទេហើយម៉ែឃើញអញ្ចឹងចង់ជួយទីងដៃឡើងខ្ញុំថាផ្ដេសផ្ដាស់នឹងធ្លាក់ទឹកទាំងម៉ែទៅទៀតតាំងពីអ្នកបងប្អូនគេហ្នឹងឡើងតាមផ្ទះរួចទេតែឡើងតាមដងដោយកណូតនោះមិនឡើងរួចដោយសារដងដោយនឹងវាទាបបងស្រីនេះខ្ញុំអាមួយស្លៀកឈុតក្រហមហ្នឹងមកលេងផ្ទះប្រហែលថ្ងៃធ្លាក់ទឹក2ដងថ្ងៃមុនហ្នឹងក៏រតនៈ3ធ្លាក់ទឹកដែរថ្ងៃហ្នឹងរតនៈច្រើនធ្លាក់ទឹកទៀតសំខាន់អ្នកច្រើនគេធ្លាក់ទឹកហ្នឹងគ្នាក៏ខំប្រឹងលះបង់ណាស់ដែរសុខចិត្តធ្លាក់ទឹកទៅជាមួយគេដែរឥឡូវនេះគេចាប់ផ្ដើមនាំបងប្អូនគេងូតទឹកកក់សក់អីហើយសាប៊ូដែលគេកំពុងតែប្រើកក់សក់ហ្នឹងគឺម៉ាក់ Uvel កពៅគេប្រើសាប៊ូកក់សក់ Uvel ស៊េរីចាស់ចំណែកបងស្រីនេះខ្ញុំម្នាក់ទៀតគេប្រើសាប៊ូកក់សក់ Uvel ស៊េរីថ្មីមិនថាសាប៊ូកក់សក់ Uvel ស៊េរីថ្មីឬក៏សាប៊ូកក់សក់ Uvel ស៊េរីចាស់ទេទាំងពីរហ្នឹងគឺល្អប្រើដូចគ្នាគ្រាន់តែថាសាប៊ូកក់សក់ Uvel ស៊េរីថ្មីនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលមានបញ្ហាសក់ឡើងប្រេងត្រូវការសាប៊ូកក់សក់ដែលមានពពុះច្រើនប្រើសាប៊ូកក់សក់ Uvel ស៊េរីថ្មីហ្នឹងទៅកក់តែម្ដងហើយតែបើសិនជាសក់យើងអត់ឡើងប្រេងទេយើងអាចប្រើសាប៊ូកក់សក់ Uvel ស៊េរីចាស់ក៏បានដែរមិនថាស៊េរីថ្មីឬក៏ស៊េរីចាស់ទេជួយបានសម្រាប់អ្នកដែលមានបញ្ហាសរសៃសក់ដូចជាសក់ដាច់សក់ជ្រុះរុះរោយបែកចុងមិនសូវជាមានទម្ងន់សក់សំពេញសំពងសក់មិនសូវរលើបរលោងរលាស់ហើយហ្នឹងគឺសាប៊ូកក់សក់ Uvel អាចជួយបានហើយបើសិនជាបងប្អូនបានប្រើឈុតសាប៊ូកក់សក់ Uvel បែបនេះទៀតគឺធ្វើឲ្យសក់របស់យើងកាន់តែល្អប្រសើរមុននឹងពេលដែលកពៅកក់សក់ឲ្យបងគេហ្នឹងមើលទៅដូចធម្មតាទេប៉ុន្តែដល់ទៅពេលអាបងនេះមកកក់សក់ឲ្យប្អូនវិញនិយាយពីថាមុខកពៅឡើងកប៊ីកបួចអស់ហើយគ្រាន់តែឃើញទឹកមុខកពៅប៉ុណ្ណឹងបញ្ជាក់ពីស្នាដៃរបស់អ្នកកក់ហ្នឹងហើយមើលតាមទឹកដៃនេះបើសិនជាបើកកន្លែងកក់សក់វិញបាច់ដល់24ម៉ោងទេបើកត្រឹមតែ1ម៉ោងហ្នឹងគឺថាបិទទ្វារអូតូហ្មងបងប្អូនស្រីនេះខ្ញុំទាំងអស់នៅពេលដែលអង្គុយងូតទឹកនៅមុខផ្ទះពេលថ្ងៃបែបនេះភាគច្រើនគឺបានតែកក់សក់លុបមុខអីអញ្ចឹងឯងតែបើថាឲ្យដុសខ្លួនដុសក្អែលដុសសាប៊ូដុសអីហ្នឹងគឺថាដុសអត់ចេញទេបានអីដុសចេញបើឡើងសាធារណជនអញ្ចឹងហើយនេះបន្ទាប់ពីគេនាំគ្នាងូតទឹកស្ទឹងហើយចុងក្រោយហ្នឹងគឺថាងូតទឹកស្អាតជំរះម្ដងទៀតតែអត់តន់ចាប់ទេណាងូតហ្នឹងគឺកក់បានតែសក់ទេនៅចូលបន្ទប់ទឹកងូតទឹកដុសខ្លួនមួយសាទៀតហើយនេះបន្ទាប់ពីងូតទឹកហើយគេនាំគ្នាមកអង្គុយសម្ងួតសក់ហើយមើលឧបករណ៍សម្ងួតសក់របស់គេផងចាគឺថាបើកកង្ហាបាញ់សក់ម្នាក់មួយអញ្ចឹងហ្មងនេះដោយសារតែត្រូវប្រញាប់ចេញទៅក្រៅទេបានដាក់កង្ហាបែបហ្នឹងបើតាមធម្មតាគឺទុកឲ្យស្ងួតតាមយថាកម្មហើយសំខាន់ម្នាក់នឹងនាំគ្នាយកខោអាវម៉ែយកមកស្លៀកហើយនេះសក់បន្ទាប់ពីដាក់កង្ហាស្ងួតហើយគឺថាឡើងទន់រលាស់រលោងបែបនេះបើសិនជាយើងប្រើម៉ាស៊ីនផ្លុំដែលមានកម្ដៅតិចឬក៏យើងប្រើម៉ាស៊ីនគីបតិចគឺធ្វើឲ្យសក់របស់យើងកាន់តែរលាស់ជាងនឹងទៀតអញ្ចឹងកុំភ្លេចចង់បានសាប៊ូកក់សក់ដែលមានគុណភាពកុំភ្លេចសាប៊ូកក់សក់ Uvel អរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ